ដំបូងយើងដាក់ខ្ទះយើងក្តៅចាក់ប្រេងឆាចូលបន្តិចទៅដើម្បីលីងគ្រឿងយើងមានខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃស្លឹកក្រូចសើចមើមលីងឲ្យវាឈ្ងុយល្អហើយយើងចាំថែមសាច់ហើយសាច់ទាកាប៉ាយើងនឹងមាន1គីឡូកន្លះបាទយើងចាក់សាច់ទាកាប៉ាចូលទៅហើយរងាស់ទុកវាឲ្យឡើងក្រៀមបន្តិចទៅយើងថែមគ្រឿងមានទឹកថៃទឹកប្រេងខ្យងឬទឹកផ្លាក់សាច់យើងឆាចុះឡើងឲ្យវាចូលជាតិល្អហើយឆ្អិនល្អហើយទឹកវាក៏រងាស់បានស្ងួតល្អសាច់ក្រៀមល្អបន្តិចទៀតនេះមានចុងភៅគាត់នឹងប្រាប់ពីគ្រឿងផ្សំលម្អិតបន្ថែមចូលចិត្តឲ្យយើងចង់ញ៉ាំចង់ឈ្ងុយហើយនេះគឺមុខម្ហូបមួយគឺឆាពីបែបគឺចង់និយាយថាខ្ទឹមសយើងដាក់ចង់ញ៉ាំព្រោះយើងមិនបានដល់ទេគឺដាក់ជាមួយហ្មងទៅបាទខ្ទឹមសប្រហែលជា10គ្រាប់បាទខ្ទឹមក្រហម2មើមហើយនឹងគល់ស្លឹកគ្រៃគឺយើងដាក់3គល់ក៏4គល់នឹងទឹកពិសោចមួយស្លឹកទៅ5ស្លឹកទៅតាមរីចង់បានហើយបន្ទាប់មកយើងលីងគ្រឿងវាឲ្យឈ្ងុយអស់ហើយគឺយើងដាក់ចូលយើងទៅបានឲ្យឈ្ងុយឲ្យឡើងក្រៀមហើយចាំយើងចាក់សាច់ចូលបាទសាច់ហ្នឹងយើងលីងហើយម្សៅហើយយើងងាស់វាដាក់ម្សៅទៀតដើម្បីយកឲ្យវាឆ្ងាញ់ហើយយើងចាប់ដើមវាពុះហ្នឹងយើងដាក់គ្រឿងមានប៊ីចេងស្វាបាយស្ករសមួយកាហ្វេម្សៅស៊ុបមួយកាហ្វេហើយនឹងទឹកត្រីយើងលេងបន្តិចបានព្រោះយើងដាក់ម្សៅស៊ុបយើងច្រើនដែរនេះថាមាន់ទាកាប៉ាឆាប្រៃដែរ